រសៀលថ្ងៃទី21ខែឧសភាឆ្នាំ2025ប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនី Kickboxing ក្រសួងមហាផ្ទៃបានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាពក្រោយបញ្ចប់បេសកកម្មយ៉ាងជោគជ័យក្នុងការដណ្ដើមមេដាយសរុបចំនួន7គ្រឿងមាស2គ្រឿងប្រាក់3គ្រឿងសំរឹទ្ធ2គ្រឿងជូនជាតិមាតុភូមិនិងក្រសួងមហាផ្ទៃពីការប្រកួតព្រឹត្តិការណ៍ ISKA Kickboxing Thailand's Open 2025នៅទីក្រុងបាងកកប្រទេសថៃជ័យលាភីមេដាយទាំង7គ្រឿងមានដូចជា1កីឡាករផេងសុបញ្ញា K1 60គីឡូក្រាមទទួលបានមេដាយមាសដោយបានយកឈ្នះកីឡាករប្រេស៊ីលនិងឥណ្ឌា2កីឡាករជាពៅ K1 70គីឡូក្រាមទទួលបានមេដាយមាសដោយបានយកឈ្នះកីឡាករអាមេរិកនិងអូស្ត្រាលី3កីឡាករសៀវជកា Full Contact 60គីឡូក្រាមទទួលបានមេដាយប្រាក់ដោយបានចាញ់កីឡាករអាមេរិកវគ្គផ្ដាច់ព្រាត់4កីឡាករខួនច័ន្ទពិសិដ្ឋ K1 55គីឡូក្រាមទទួលបានមេដាយប្រាក់ដោយបានចាញ់កីឡាករអ៊ីរ៉ង់វគ្គផ្ដាច់ព្រាត់5កីឡាការិនីគុណវ៉ានីតា K1 70គីឡូក្រាមទទួលបានមេដាយប្រាក់ដោយបានចាញ់កីឡាការិនីនូវែលសេឡង់វគ្គផ្ដាច់ព្រាត់6កីឡាករសាងសាមីត K1 75គីឡូក្រាមទទួលបានមេដាយសំរឹទ្ធដោយបានចាញ់កីឡាករនូវែលសេឡង់7កីឡាករសុកដេវីត K1 50គីឡូក្រាមទទួលបានមេដាយសំរឹទ្ធដោយបានចាញ់កីឡាករអ៊ីរ៉ង់សូមជម្រាបជូនថាព្រឹត្តិការណ៍ ISKA Kickboxing Thailand Open 2025នេះក្រសួងមហាផ្ទៃបានចាត់បញ្ជូនប្រតិភូមួយរូបគ្រូបង្វឹកមួយរូបកីឡាករកីឡាការិនី7រូបនិងក្រុមការងារថតរូបចំនួន2រូបដើម្បីទៅចូលរួមប្រកួតដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែឧសភាឆ្នាំ2025